របៀបទទួលសេវានៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងជំហានទី1សូមលោកអ្នកយកលេខរៀងនៅកន្លែងផ្ដល់ព័ត៌មានហើយអង្គុយរងចាំបន្ទាប់មកចាំស្ដាប់លេខរៀងនៅបន្ទប់លេខ1ជំហានទី2ទៅកាន់បន្ទប់លេខ1ជាបន្ទប់ចុះឈ្មោះនិងបែងចែកជំងឺជំហានទី3យកឯកសារទៅកាន់បន្ទប់លេខ2និងរងចាំ5ទៅ10នាទីដើម្បីធ្វើឯកសារជំហានទី4បន្ទាប់ពីបានឯកសាររួចសូមទៅកាន់បន្ទប់ពិនិត្យជំងឺនីមួយៗដើម្បីពិនិត្យជំងឺតាមតម្រូវការរបស់លោកអ្នកជំហានទី5បន្ទាប់ពីពិនិត្យរួចសូមទៅកាន់បន្ទប់លេខ5ដើម្បីសម្ភាសន៍មូលនិធិបសសឬបន្ទប់លេខ4ដើម្បីបង់ប្រាក់រួចយកឯកសារជូនគ្រូពេទ្យពិនិត្យវិញជំហានទី6ទៅកាន់ឱសថស្ថានដើម្បីបើកថ្នាំដោយឡែកក្នុងករណីស្ថានភាពជំងឺរបស់លោកអ្នកតម្រូវឲ្យសម្រាប់ព្យាបាលនៅមន្ទីរពេទ្យនោះក្រុមគ្រូពេទ្យនឹងធ្វើការណែនាំលោកអ្នកទៅតាមនីតិវិធីរបស់មន្ទីរពេទ្យជាចុងក្រោយលោកអ្នកអាចត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពសូមអរគុណដែលមកទទួលសេវានៅមន្ទីរពេទ្យរបស់យើងខ្ញុំ